ការទូទីនេះគឺជាការទូទីទូទៅប្រសិនបើមិនត្រូវជាមួយអ្នកច្រើនភាគរយនោះទេវាមិនមែនជាវីដេអូរបស់អ្នកនោះទេរិស័យឆ្នាំថោះសម្រាប់ខែមេសាឆ្នាំថោះជាអ្នកធ្វើការមួយចំនួនខែថ្មីការងារមិនសូវល្អប្រហែលនោះទេហើយបើអ្នកជាមនុស្សចំណូលថ្មីក្នុងការងារទៀតនោះអ្នកនឹងកាន់តែហត់នឿយទ្វេដងនឹងកាន់តែកង្វល់ខ្លាំងក៏នឹងកាន់តែពិបាកខ្លាំងនៅក្នុងការធ្វើការផងដែរគ្រប់ការងាររបស់អ្នកក្នុងខែនេះហាក់ដូចជាជិះទូកលើមហាសាគររកោះរកត្រើយមិនឃើញហើយអ្វីដែលអ្នកនឹងជួបប្រៀបដូចជាបទពិសោធន៍ដ៏ជូរចត់បំផុតក្នុងការងារប្រឹងប្រែងយ៉ាងណាក៏គេមើលមិនឃើញប្រឹងប្រែងយ៉ាងណាក៏គ្មាននរណាម្នាក់លើកសរសើរអ្នករឿងនេះនឹងស្ថិតនៅក្នុងការចងចាំរបស់អ្នកបានយូរបំផុតរហូតដល់អ្នកដាបដល់របត់ថ្មីនៃជីវិតបើសិនជាអាចគួរតែធ្វើបន់ដល់ម្ចាស់បំណុលកម្មឬទៅទឹកដីកំណើតរបស់អ្នកស្វែងរកលោកតាចាស់ស្រុកដើម្បីអរគុណនោះការងាររបស់អ្នកចាប់ដើមរលូនម្ដងបន្តិចហើយក៏មានអ្នកជួយជ្រោមជ្រែងក៏មិនសូវមានកំហុសនៅក្នុងការងារផងដែរចំណែកឯឆ្នាំថោះខ្លះទៀតខែនេះការគិតនិងបទពិសោធន៍របស់អ្នកនឹងមានលទ្ធផលបញ្ច្រាស់គ្នាបទពិសោធន៍របស់អ្នកនាំទៅរកភាពជោគជ័យតែការគិតរបស់អ្នកនាំទៅរកភាពបរាជ័យដោយសារតែអ្នកជាមនុស្សអាត្មានិយមគិតប្រយោជន៍ខ្លួនឯងច្រើនជាងក្រុមការងារបាន100ស៊ីតែឯង99អ្នកឆ្លាតពេកឆ្លាតរហូតដល់ដើរខ្សែលើអ្នកដទៃហើយអ្នកគិតថាគេមិនមាត់គេមិននិយាយព្រោះតែគេមិនដឹងអ្វីដែលអ្នកបានធ្វើតែធៀបពិតម្នាក់ទុកមុខឲ្យអ្នកតែងតែឆ្ងល់ថាហេតុអ្វីគ្មាននរណាម្នាក់ស្មោះត្រង់នឹងអ្នកគ្រប់ពេលមានតែអ្នកចាក់ពីក្រោយខ្នងខែថ្មីនេះជីវិតរបស់អ្នកនឹងជួបរឿងលំបាកច្រើនពេលខ្លះគិតច្រើនដោយសារតែគេមិនបានផលប្រយោជន៍ពីការសហការជាមួយអ្នកធ្វើឲ្យសមាជិកក្រុមលែងចង់ឲ្យគំនិតលែងចង់សូវលូកមាត់បានត្រឹមតែហាយអាវអ្នកខាងក្រៅចង់ធ្វើការជាមួយអ្នកខាងក្នុងលួចស្អប់អ្នកបនឲ្យតែអ្នកចាក់ចេញពីការងារនេះឆាប់ចាំថាប្រសិនបើអ្នកនៅតែធ្វើបែបនេះទៀតអ្នកនឹងជួបតែមនុស្សកពើជួបតែមនុស្សដែលលើកជើងចង់បានផលប្រយោជន៍អ្នកនឹងគ្មានថ្ងៃរកបានមនុស្សដែលស្មោះត្រង់ពិតប្រាកដជាមួយអ្នកសម្រាប់ឆ្នាំថោះមួយចំនួនទៀតប្រឹងប្រែងធ្វើល្អប៉ុណ្ណាក៏គេនៅតែជន់គេនៅតែស្អប់ព្រោះតែគេច្រណែនអ្នកដែលតែងតែទទួលបានលទ្ធផលល្អក្នុងការងារមានឋានៈដឹកនាំជាជំទល់រីឯឆ្នាំថោះមួយចំនួនតូចការងាររបស់អ្នកក្នុងខែថ្មីនេះមានរឿងលំបាកនិងមានផលរំខានតិចតួចតែដោយសារតែអ្នកធ្លាប់មានបទពិសោធន៍ឆ្លងកាត់ព្យុះភ្លៀងក្នុងការងារនេះច្រើនពេលខ្លះអ្នកត្រូវដេកភ័យដេកព្រួយខ្លាចបាត់បង់ការងារដ៏ល្អមួយនេះចុងក្រោយមិនត្រឹមតែមិនបាត់បង់ការងារនោះទេថែមទាំងទទួលបានផលល្អច្រើនពីការងារនេះមានគេស្រឡាញ់រាប់អានច្រើនព្រោះតែអ្នកជាមនុស្សដែលចេះយកអាសាអ្នករួមការងារប៉ុន្តែក៏ត្រូវតែប្រុងប្រយ័ត្នចំពោះមនុស្សដែលសើចញឹមញើបមិនចេះស្ដីបើសិនជាអាចគួរតែធ្វើបន់ដល់ម្ចាស់បំណុលកម្មចែកទានដល់អ្នកខ្សត់អ្នកអត់ពិតប្រាកដដើម្បីឲ្យជីវិតការងាររបស់អ្នកមានតែលៀបមានតែតំណាងឆ្នាំថោះជាអ្នករស់ស៊ីមួយចំនួនចូលដល់ខែថ្មីភ្លាមមានទឹកមាត់លេបច្រើនជាងខែមុនរកបានមួយឆាមួយខែតែរកបានច្រើនខុសពីធម្មតាធ្វើឲ្យអ្នកគិតថាខែនេះជាខែទ្រព្យខែសំណាងភ្លេចខ្លួននៅសប្បាយអនិងភាពមានបានភ្លេចគិតពីពាក្យបដៅរបស់អ្នកមានគុណឬក៏ពាក្យបដៅរបស់ព្រឹត្តិការណ៍ដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ក្នុងពេលវេលាបែបនេះក៏ដូចជាអ្នកដែលធ្លាប់ជួបមេរៀនបែបនេះចាំថាខែនេះប្រសិនបើអ្នកភ្លេចខ្លួនអ្នកនឹងអាចដួលបានយ៉ាងងាយតែបើអ្នកធ្វើដោយប្រុងប្រយ័ត្នរៀនអំពីបទពិសោធន៍ដួលរលំរបស់អ្នកដទៃចេះថ្លឹងថ្លែងចេះបត់បែនតាមកាលៈទេសៈអ្នកនឹងរស់ការរកស៊ីរបស់អ្នកនឹងមានកំណើនក៏នឹងមានសន្ទុះខ្លាំងចាប់ពីពាក់កណ្ដាលខែនេះទៅកុំភ្លេចធ្វើបន់ដល់អ្នកខ្សត់អ្នកអត់ពិតប្រាកដឬក៏ធ្វើបន់ជាមួយនឹងព្រះសង្ឃអត្តខាតព្រះសង្ឃចំណេះដែលអ្នកបានឃើញនិមន្តនៅតាមដងផ្លូវគ្រប់ពេលដែលអ្នកទទួលបានលាភសំណាងម្ដងនោះការរស់ស៊ីរបស់អ្នកនឹងកាន់តែកើនឡើងហើយអ្នកក៏នឹងមិនលំបាកសម្រាប់ខែក្រោយៗទៀតចំណែកឆ្នាំថោះខ្លះទៀតពេលនេះជីវិតរបស់អ្នកដូចកំពុងតែលិចលង់ក្នុងមហាសាគររកកោះរកត្រើយមិនឃើញងាកទៅណាក៏មានតែរឿងមានតែបញ្ហាងាកទៅណាក៏មានតែខាតបង់មានតែចាញ់បោកគេអ្នកកាន់តែរើបំរាស់អ្នកកាន់តែជួបទុក្ខធ្ងន់អ្នកមានអារម្មណ៍បាក់ទឹកចិត្តខ្លាំងត្រូវការអ្នកលងលោមត្រូវការអ្នកបោះដៃជួយអ្នកគ្មាននរណាម្នាក់ជួយអ្នកនោះទេម្នាក់ឃើញអ្នកជួបការលំបាកគេសប្បាយចិត្តហើយឃើញអ្នកបោះដៃសុំជំនួយគេកាន់តែដើរឆ្ងាយពេលឃើញបែបនេះទើបអ្នកដឹងថាសម្ដីឪពុកម្ដាយឬក៏សម្ដីមនុស្សដែលនិយាយត្រង់ជាមួយអ្នកគេនិយាយត្រូវកុំឆាប់សប្បាយអស់កុំឆាប់ត្រេកត្រអាលនឹងជ័យជំនះរបស់ខ្លួនឯងពេកប្រយ័ត្នរដូវភ្លៀងមកដល់ច្រកចេញចូលក៏នឹងរលប់ម្ដងមួយពេលនោះទម្រាំតែដឹងខ្លួនយឺតពេលបើសិនជាអាចគួរតែផ្លាស់ប្ដូរការគិតផ្លាស់ប្ដូរគំនិតស្ដាប់ពាក្យត្រង់ខ្លះស្ដាប់ពាក្យលើកសរសើរខ្លះស្ដាប់ពាក្យត្រង់ដើម្បីឲ្យអ្នកអាចកែតម្រូវចំណុចអាក្រក់ស្ដាប់ពាក្យសរសើរដើម្បីជួយជាកម្លាំងចិត្តបន្ថែមកម្លាំងចិត្តបន្តការរស់ស៊ីរបស់អ្នកតទៅទៀតបើសិនបើអ្នកមានពេលគួរតែទៅវត្តដែលមានឈ្មោះថាក្រពើដើម្បីជីវិតរបស់អ្នករួចផុតពីមនុស្សក្រពើឆ្នាំថោះមួយចំនួនតូចខែថ្មីមានរឿងល្អៗចូលមកច្រើនទោះបីជាមានលីឡំជាមួយនឹងរឿងអាក្រក់តិចតួចតែខែនេះអ្នកមានកម្លាំងចិត្តគ្រប់គ្រាន់ដើម្បី
ដើម្បីប្រយុទ្ធប្រឆាំងនឹងឧបសគ្គយ៉ាងណាក៏ដោយគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នកមានតែពណ៌បៃតងមានតែពណ៌ស៊ីជម្ពូច្រើនអ្នកនឹងមានអារម្មណ៍ថាសំណាងល្អកំពុងតែចូលមករកអ្នកគ្រប់កិច្ចការរកស៊ីទាំងឡាយមានតែភាពជោគជ័យមានតែភាពរីកចម្រើនតែកុំភ្លេចមើលថែសុខភាពផងព្រោះខែនេះអ្នកអាចនឹងពិបាកក្នុងការគេងបន្តិចមានជំងឺដង្កាត់ផ្សេងៗឬក៏ជំងឺចាស់រើឡើងវិញសម្រាប់ឆ្នាំថោះមានគូមួយចំនួនខែនេះជីវិតស្នេហារបស់អ្នកមានភាពតានតឹងបន្តិចព្រោះតែអ្នកទាំងពីរចាប់ផ្ដើមលែងមានអារម្មណ៍ល្អនឹងគ្នាពេលខ្លះគេងបែរខ្នងដាក់គ្នាពេលខ្លះមិននិយាយរកគ្នានិយាយកាន់តែច្រើនកាន់តែមិនអាចទប់កង្ហឹងបានប៉ុន្តែទោះជាមានបញ្ហាប៉ុណ្ណាក៏អ្នកទាំងពីរមិននិយាយប្រាប់នរណាក៏មិនបង្ហាញអារម្មណ៍តាមបណ្ដាញសង្គមពេលចូលរួមកម្មវិធីជាមួយនឹងមិត្តចាស់ៗឬក៏អ្នកស្គាល់គ្នាអ្នកទាំងពីរធ្វើស្និទ្ធស្នាលដូចជាស្រឡាញ់គ្នាផ្អែមល្ហែមនិងគ្មានរឿងអ្វីគ្រប់គ្នាចំណែកនឹងជីវិតរបស់អ្នកច្រើនចងចាំថារឿងណាដែលធ្វើឲ្យអ្នកមិនសប្បាយចិត្តកាត់ចោលទៅហើយបញ្ហាលុយកាក់បញ្ហាកំហុសណាដែលអាចលើកលែងបានក៏លើកលែងទៅប្រសិនបើគេកែនឹងដាក់ខ្លួនព្រមទទួលយកកំហុសជីវិតគូគ្មាននរណាម្នាក់មិនឆ្លោះគ្នាមនុស្សម្នាក់ក៏មិនមាននរណាម្នាក់ត្រឹមត្រូវឬក៏ត្រង់ផ្លូវគ្រប់រឿងនោះទេដូច្នេះសូមកុំចាត់ទោសអូកំណាយូរពេកពេលវេលាស្រឡាញ់គ្នាពេលវេលាខ្លាចជាគូរស់នៅជិតគ្នាត្រឹម 50-60 ឆ្នាំមិនយូរនោះទេកុំចំណាយពេលឆ្លោះគ្នាច្រើនពេកព្យាយាមបង្កើតអនុស្សាវរីយ៍ល្អៗឲ្យបានច្រើនទើបយើងមិនស្ដាយក្រោយនៅថ្ងៃណាមួយដែលម្នាក់ទៀតបានបាត់ពីពិភពលោកនេះទៅបើសិនជាអាចគួរតែប្រឡែងត្រីនិងធ្វើសមាធិដើម្បីឲ្យខ្លួនឯងស្ងប់សមាធិបែបយូហ្គាមិនមែនសមាធិបែបពុទ្ធសាសនាចង់ដឹងពីអតីតជាតិឬក៏អនាគតជាតិនោះទេគឺសមាធិដើម្បីព្យាយាមព្យាបាលផ្លូវចិត្តចំណែកឯឆ្នាំថោះមានគូខ្លះទៀតស្នេហារបស់អ្នកមិនធ្លាប់មានបញ្ហាដូចពេលនេះនោះទេពេលខ្លះគ្រាន់តែនិយាយមិនត្រូវគ្នាតិចតួចហើយក៏ត្រឡប់មកជាល្អនឹងគ្នាវិញតែពេលនេះគ្រប់យ៉ាងផ្លាស់ប្ដូរច្រើនអ្នកមិនដឹងថាដោយសារតែអ្នកគិតខុសឬក៏ដោយសារតែគេចាប់ផ្ដើមអស់ចិត្តពីអ្នកមានពេលខ្លះអ្នកមានអារម្មណ៍ថាមានគេដូចអត់គេប្រឹងប្រែងធ្វើការនឿយហត់រាល់ថ្ងៃដើម្បីចំណូលដើម្បីគ្រួសារនេះមានលុយកាក់ចាយវាយពេញដៃមិនបារម្ភនិងមិនភ័យខ្លាចគ្មានប្រាក់សម្រាប់មើលជំងឺឯមួយចំនួនទៀតមើលទៅគេគិតមិនល្អលើអ្នកកាន់តែច្រើនជួបគ្នាលែងសើចសប្បាយដូចមុនព្រោះតែគេគិតថាអ្នកកំពុងតែមានអ្នកថ្មីអ្នកកំពុងតែលួចលាក់បត់គេពីក្រៅខ្នងទាំងដែលគេរាល់ថ្ងៃមានអ្នកនេះមានអ្នកនោះនិយាយជាមួយគ្នាជាប្រចាំគ្រប់ពេលណាត់ជួបគ្នាគេមិនធ្លាប់ដល់ពេលវេលាឲ្យអ្នកពេញលេងនោះទេលេះរឿងការងារនិយាយទូរស័ព្ទលេងសាររហូតគេមិនសូវខ្វល់ខ្វាយពីអារម្មណ៍អ្នកដូចមុនមិនសូវខ្វល់ខ្វាយពីសុខទុក្ខអ្នកដូចមុនតាមពិតទៅរឿងនេះមានអ្នកនៅពីក្រៅខ្នងគេចង់ឲ្យអ្នកទាំងពីរបែកគ្នាព្រោះតែគេចំណែននឹងជីវិតរបស់អ្នកយ៉ាងណាក៏ដោយអ្នកគួរតែស្វែងរកដើមពោធិ៍ស័ក្តិសិទ្ធិជ្រូចបន្សាបឥទ្ធិពលអាក្រក់និងធ្វើបន់ដល់ម្ចាស់កម្មពៀនៃគូវាសនារបស់អ្នកទើបរឿងអាក្រក់ប្រែជាល្អវិញគូឆ្នាំថោះមួយចំនួនតូចពេលនេះកំពុងតែល្អល្អឿនការងារកំពុងតែដំណើរការល្អមួយចំនួនកំពុងតែបារម្ភដោយសារតែគេទទួលបានកិច្ចសន្យាការងារទៅក្រៅប្រទេសឬអ្នកទាំងពីរមិនចង់រស់នៅបែកគ្នានោះទេក៏មិនចង់នៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយទោះជាអ្នកជ្រើសរើសនៅក្រៅប្រទេសឬក៏នៅក្នុងប្រទេសជីវិតរបស់អ្នកទាំងពីរក៏ល្អដូចគ្នាចំពោះឆ្នាំថោះនៅលីមួយចំនួនបន្ទាប់ពីស្នេហាបាក់បែកអ្នកមានអារម្មណ៍ឯកោបន្តិចពេលខ្លះអ្នកតាក់ទងអ្នកនេះពេលខ្លះអ្នកតាក់ទងអ្នកនោះព្រោះតែអ្នកចង់ស្វែងរកស្នេហាពិតក៏ចង់ស្វែងយល់អំពីអារម្មណ៍ខ្លួនឯងផងដែរថាមនុស្សបែបណាដែលអ្នកស្រឡាញ់ភាពសពិចសពិលរបស់អ្នកបានធ្វើឲ្យគេចាក់ចេញពីអ្នកម្ដងម្នាក់ទើបធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍ថាបាក់ទឹកចិត្តមិនដឹងថាត្រូវធ្វើអ្វីបន្តទៀតឬក៏ត្រូវធ្វើគ្រប់យ៉ាងដើម្បីនរណាស្វែងរកភាពជោគជ័យដើម្បីនរណាគ្រប់គ្នាចាក់ចេញពីអ្នកគេកំពុងតែមានសេចក្តីសុខពេលខ្លះអ្នកចំណែននឹងជីវិតរបស់គេខ្លាំងបំផុតពេលខ្លះអ្នកទុកសោកមិនចង់ឃើញមនុស្សដែលអ្នកស្រឡាញ់មនុស្សដែលអ្នកបោះបង់ចោលឬក៏មនុស្សដែលបោះបង់អ្នកចោលមានសេចក្តីសុខនោះទេអ្នកតែងតែដកខ្លួនពីមនុស្សដែលធ្លាប់ស្គាល់គ្នាឬនៅឆ្ងាយពីបណ្ដាញសង្គមស្វែងរកស្នាមញញឹមរបស់អ្នកពីមុនតែមិនអាចទៅរួចព្រោះតែបញ្ហាចាក់ស្រេះជុំវិញជីវិតរបស់អ្នកទាំងគ្រួសារនិងរឿងផ្ទាល់ខ្លួនចាំថាបើអ្នកនៅធ្វើបែបនេះទៀតហាក់ដូចជាអ្នកកំពុងតែអនុញ្ញាតឲ្យភាពបរាជ័យចូលមកក្នុងជីវិតរបស់អ្នកពាក់កណ្ដាលជីវិតរបស់អ្នកទៀតក៏មិនអាចលៀងខ្លួនឯងឲ្យជ្រះរៀបចំជីវិតបានល្អនោះទេប្រសិនបើអ្នកចង់ឲ្យជីវិតនេះល្អប្រសើរត្រឡប់មកវិញគួរតែបោះបង់ចោលនៅរឿងអតីតទាំងកំហុសរបស់អ្នកទាំងកំហុសរបស់គេឈប់គិតពីមនុស្សល្អដែលអ្នកតែងតែនឹករាល់ថ្ងៃតែព្យាយាមកសាងជីវិតខ្លួនឯងឲ្យល្អធ្វើរឿងល្អៗឲ្យបានច្រើនគិតល្អឲ្យបានច្រើនដោយអ្នកចាស់ដែលជាមនុស្សល្អបំផុតនៅក្នុងចិត្តរបស់អ្នកបានធ្វើទើបជីវិតរបស់អ្នកមិនដើរថយក្រោយបើអ្នកចេះស្ដាយសំណោះមនុស្សល្អអ្នកគួរតែធ្វើរឿងល្អៗដោយអ្វីដែលគេធ្លាប់បានប្រាប់អ្នកធ្លាប់បានធ្វើឲ្យមនុស្សគ្រប់គ្នាជុំវិញគេមានស្នាមញញឹមនោះជីវិតរបស់អ្នកនឹងមានពន្លឺក៏នឹងនាំភាពជោគជ័យនៅសេរីសួស្តីដល់មនុស្សជុំវិញខ្លួនដែលបារម្ភពីអ្នកប្រសិនជាអាចគួរតែធ្វើបន់ដល់ម្ចាស់បំណុលកម្មឬក៏ស្វែងរកដើមពោធិ៍ស័ក្តិសិទ្ធិណាមួយដើម្បីជ្រោយទឹកបន្សាបឥទ្ធិពលអាក្រក់បន្ទាប់ពីរឿងល្អៗកើតឡើងអ្នកគួរតែរៀបចំជីវិតរបស់អ្នកឲ្យបានល្អនោះមនុស្សល្អៗនឹងចូលមកក្នុងជីវិតរបស់អ្នក
គេអាចនឹងមិនមែនជាមនុស្សដែលរស់រាយដូចអ្នកនិយាយច្រើនដូចអ្នកតែអ្នកអាចនឹងធ្វើឲ្យគេខ្លាចជាមនុស្សល្អម្នាក់ដូចក្នុងសុបិនរបស់អ្នកចំណែកឯឆ្នាំថោះនៅលេខមួយចំនួនទៀតគ្មានអ្វីប្លែកច្រើននោះទេមានអ្នកចូលមកក្នុងជីវិតរបស់អ្នកក៏មានអ្នកចេញទៅវិញហើយអ្នកក៏នឹងស៊ាំនឹងរឿងនេះដែរប្រសិនជាអាចគួរតែនៅម្នាក់ឯងមួយរយៈហើយកុំប្រើអារម្មណ៍រីមាយច្រើនពេកប្រយ័ត្នបានមនុស្សរីមាយសប្បាយច្រើនទឹកភ្នែកច្រើនចុងក្រោយនៅម្នាក់ឯងដដែលសូមជូនពរឆ្នាំថោះឲ្យជួបតែរឿងល្អជួបតែមនុស្សល្អនិងជោគជ័យក្នុងខែថ្មីអរគុណសម្រាប់ការស្ដាប់ជួបគ្នានៅវីដេអូក្រោយ